បាទសូមគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនក៏ដូចជាទូទស្សនិកជនទាំងអស់ដែលតែងនិយមស្ដាប់អំពីការទស្សទាយក្បួនតម្រាហោរាសាស្ត្រជាមួយខ្ញុំបាទឥឡូវនេះខ្ញុំបាទសូមបន្តទៅទៀតដែលតាក់ទងទៅនឹងការទស្សទាយទៅនៅអំពីជោគទ្រព្យសម្បត្តិរបស់លោកអ្នកទៅតាមខែកំណើតទាំង12បាទចឹងដូច្នេះសូមតាមដានជាមួយខ្ញុំបាទទាំងអស់គ្នាតើជោគទ្រព្យរបស់លោកអ្នកនឹងមានយ៉ាងដូចម្ដេចចំពោះអ្នកដែលកើតនៅខែទាំង12នេះចឹងទី1អ្នកដែលកើតនៅខែមករានិងខែមីនាទំនាយជោគទ្រព្យជាអ្នកមានដៃទូលាយមានប្រាក់ប៉ុន្មានចាយអស់គ្មានសល់បើចង់បានអ្វីមួយហើយត្រូវទិញឲ្យទាល់តែបានដូច្នេះអ្នកដែលជាមនុស្សចាយធំហើយចេះរកចំណូលសមហេតុសំផលផងដែរការនៅរៀនអ្នកជួយធ្វើកិច្ចការងារសាលានិងបង្រៀនបន្ថែមម៉ោងដល់មិត្តភ័ក្តិដើម្បីស្វែងរកប្រាក់ក្រៅម៉ោងម្យ៉ាងមួយទៀតអ្នកមិនចេះនៅស្ងៀមរាល់ការងារនៅថ្ងៃអនាគតតែងតែហក់លោតនិងផ្លាស់ប្ដូរជានិច្ចបាទនេះគឺអ្នកដែលកើតនៅឆ្នាំសំទោសនៅខែមករានិងខែមីនាបាទអញ្ចឹងយើងបន្តទៅទៀតជោគទ្រព្យដែលផ្ដល់សំណាងដល់អ្នកពោពេញទៅដោយឧត្តមគតិនិងតំណាងឲ្យបេសកជននាំមកនៅសន្តិភាពនិងជាអ្នកនឹងមិនថាអ្នកជាកូនមានចិត្តអង្អាចក្លាហានឬទុយមួយក្តីក៏ត្រូវមានការប្រឹកព្រៀនជានិច្ចហើយបើទោះបីជាជួបភាពលំបាកលំបិនឬឧបសគ្គណាមួយក្តីក៏ត្រូវតែខិតខំពុះពៀដែរចំពោះជីវភាពរស់នៅរបស់លោកអ្នកមាននាពេលបច្ចុប្បន្ននេះអ្នកជាមនុស្សចូលចិត្តអាណិតអាសូរគេព្រោះកាលបើបានជួបនឹងអ្នកណាដែលគ្មានការងារធ្វើឬក៏ជាកូនសត្វដែលពង្វេងពីមេវានោះគឺអ្នកតែងតែជួយជ្រោមជ្រែងនិងជួយយកអាសាគេជានិច្ចគុណវិបត្តិនៃចរិតលក្ខណៈពេលខ្លះអ្នកពុំបានធ្វើឲ្យស្របទៅតាមបំណងប្រាថ្នាខ្លួនឯងផ្ទាល់ឡើយទើបសិស្សរួមថ្នាក់ឬមិត្តភ័ក្តិដែលនៅក្បែរៗនោះចាប់ផ្ដើមគិតថាម្នាក់នេះហាក់ដូចជាប្លែកបន្តិចបាទចឹងបន្តមកទៀតយើងចូលមកដល់ចំណុចទី2អ្នកដែលកើតនៅខែកុម្ភៈនិងខែមេសាទំនាយជោគទ្រព្យតាំងពីនៅតូចម្លេះហើយអ្នកជាមនុស្សដែលមានទម្លាប់ចេះសន្សំប្រកាសដូច្នេះអ្នកត្រូវបានមនុស្សចាស់ទុំនិងឪពុកម្ដាយស្រឡាញ់ថ្នាក់ថ្នមហើយបើទោះបីជាចង់បានរបស់អ្វីមួយឬត្រូវការប្រកាសដើម្បីយកទៅធ្វើដើមទុនរកស៊ីនោះគឺពួកគាត់មិនដែលជំទាស់ឡើយម្យ៉ាងទៀតអ្នកក៏ជាមនុស្សដែលចេះគ្រប់គ្រងទ្រព្យធនបានយ៉ាងហ្មត់ចត់ផងដែរនៅថ្ងៃអនាគតការងារដែលស័ក្តិសមសម្រាប់អ្នកគឺការងារផ្នែកហិរញ្ញវត្ថុនិងផ្នែកគ្រប់គ្រងជោគទ្រព្យដែលផ្ដល់ជោគសំណាងដល់អ្នកក្តីសុបិនអាចប្រែក្លាយទៅជាការពិតហើយបើមាននរណាម្នាក់ទទួលការបីបាច់ថែរក្សាគឺដំបូងត្រូវប្រឈមមុខសាកល្បងបញ្ហាលំបាកដែលនាងបានរៀបចំទុកជាស្រេចដោយមានអ្នកអង្អាចក្លាហានតែប៉ុណ្ណោះទើបមានសមត្ថភាពបានភ្លក់រសជាតិនៃក្តីសុបិននេះដូច្នេះដើម្បីទទួលបានអំណោយទេពទ្រព្យនេះអ្នកដែលត្រូវពឹងផ្អែកទៅលើថ្វីមាត់និងភាពឆ្លៀសវៃរបស់ខ្លួនឯងផ្ទាល់ដើម្បីឲ្យបានឆ្លងផុតពីវគ្គលំបាកនោះម្យ៉ាងទៀតអ្នកក៏ត្រូវតែស្វែងរកជំនួយពីក្រុមគ្រួសារនិងមិត្តភ័ក្តិទើបអាចធ្វើដំណើរបានដល់គោលដៅជានិច្ចបាទចំពោះគុណវិបត្តិចរិតនៃចរិតលក្ខណៈពេលខ្លះអ្នកដែលមានចិត្តមានះរឹងរូសនោះចូលចិត្តតែបន្សល់ទុកនៅអារម្មណ៍អានកំបាំងដូចជាពេលមានអានកំបាំងអ្វីមួយមិនអាចនិយាយប្រាប់គេឯងឲ្យដឹងឮឡើយអ្វីដែលអ្នកភ័យខ្លាចបំផុតនោះគឺអ្នកមិនចង់ឲ្យអ្នកដទៃដឹងអំពីគម្រោងផែនការរបស់ខ្លួនផ្ទាល់ដូច្នេះទើបអ្នកផងទាំងឡាយនិយាយថាអ្នកជាមនុស្សធ្វើពុតនិងមានអានកំបាំងបាទចំណុចទី3អ្នកដែលកើតនៅខែឧសភានិងខែកក្កដាទំនាយជោគទ្រព្យមិនថាតែការងារអ្វីទេច្រើនតែមានឈ្មោះល្បីរន្ទឺហើយក្នុងមួយជីវិតនេះគឺប្រកបទៅដោយភាពរុងរឿងនិងថ្លៃថ្នូរនៅក្នុងរាងកាយរបស់អ្នកហាក់បីដូចជាមានស្មារតីអ្វីម្យ៉ាងដែលមិនចេះហត់នឿយដូច្នេះហើយទើបមិនគេនិយាយថាអ្នកហ៊ានប្រថុយប្រថានដើម្បីទ្រព្យសម្បត្តិដែលជាគោលដៅចុងក្រោយដែលអ្នកប្រាថ្នាស្វែងរកតាំងពីតូចមកម្លេះអ្នកដឹងពីហេតុផលថាគ្មានប្រាក់គឺគ្មានអ្វីទាំងអស់ដូច្នេះហើយទើបអ្នកយកចិត្តទុកដាក់និងស្វែងរកពីប្រវត្តិពួកអ្នកមានទ្រព្យសម្បត្តិស្រុកស្ដំនិងប្រមូលព័ត៌មានពីអ្នកដែលមានភាពជោគជ័យនៃការរកស៊ីជួញដូរបន្ទាប់ពីឈានដល់
បន្ទាប់ពីឈានជើងចូលក្នុងសង្គមអ្នកក៏អាចចាប់ផ្ដើមយកបទពិសោធន៍ដោយធ្វើជាកម្មករស៊ីឈ្នួលគេរហូតនៅទីបំផុតអ្នកក៏អាចក្លាយទៅជាថៅកែគេវិញម្ដងជោគជាទ្រព្យរបស់អ្នកដែលសំណាងដល់អ្នកដែលកើតនៅខែនេះតែងតែជាមនុស្សដែលមានភាពក្លាហាននិងឆ្លៀសវៃអ្នកអាចពិនិត្យមើលខ្លួនឯងថាតើនៅពេលបានជួបបញ្ហាលំបាកម្ដងតែងតែរិះរកគ្រប់វិធីល្អៗដើម្បីដោះស្រាយហើយបើទោះបីជាត្រូវបានជោគវាសនាញោមញីយ៉ាងណាក្តីក៏មិនដែលបោះបង់ចោលឡើយឧត្តមគតិខ្លួនឯងដែរដូច្នេះប្រសិនបើវាពិតមែននោះអាចបញ្ជាក់បានថាអ្នកគឺជាមនុស្សដែលមានគំនិតប្រាជ្ញាឆ្លៀសវៃនិងភាពអង់អាចក្លាហានដោយទំនាយមែនហើយបាទចំពោះគុណវិបត្តិនៃចរិតលក្ខណៈអ្នកឆាប់ជឿទុកចិត្តគេពេកនៅទីបំផុតត្រូវគេក្បត់វិញម្យ៉ាងទៀតការជឿទុកចិត្តគេពិតមែនតែมันមានកំហុសខុសឆ្គងអ្វីក៏ដោយតែក៏ជារឿយៗការប្រកាន់ខ្ជាប់ពាក្យបាទជឿទុកចិត្តជាការល្អបំផុតដូច្នេះអ្នកគួរតែលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជានិច្ចទៅជាការប្រសើរទី4អ្នកដែលកើតនៅខែមិថុនានិងខែសីហាជំនាញជោគជាទ្រព្យអ្នកគឺជាមនុស្សដែលមានចិត្តសប្បាយរីករាយដោយមានជោគសំណាងល្អបានមកជួបនៅជោគទ្រព្យសម្បត្តិជារឿយៗតែងតែទទួលបានការជួយជ្រោមជ្រែងពីអភិជនហើយបើទោះបីមិនចាំបាច់ចំណាយកម្លាំងច្រើនក៏ដោយក៏អាចបានទទួលនៅលទ្ធផលគួរជាទីពេញចិត្តដែរម្យ៉ាងទៀតសូម្បីតែចូលរួមក្នុងការចាប់ឆ្នោតដើម្បីឈ្នះរង្វាន់ផ្សេងៗក្តីក៏បានទទួលជោគជ័យបានឈ្នះរង្វាន់ទាំងតូចទាំងធំជាបន្តបន្ទាប់ដែរទោះបីយ៉ាងណាក៏ដោយអ្នកអាចប្រមូលទុកដាក់នៅវត្ថុសំខាន់ៗដែលខុសប្លែកពីអ្នកផ្សងទាំងឡាយដូច្នេះឲ្យតែអ្នកមិនមានចិត្តលោភលន់និងស៊ីចាយសប្បាយហឺហាពេកជ្រុលគឺអាចងាកមករកបណ្ដាក់ទុនរកស៊ីផ្នែកហិរញ្ញវត្ថុប្រកបជានឹងមានភាពថ្កុំថ្កើងរុងរឿងជោគជាទ្រព្យដែលផ្ដល់សំណាងអ្នកដែលមានទ្រព្យធនក៏ពិតមែនតែចំណាយទៅវិញដោយត្បិតត្បៀតខ្លាំងណាស់ទើបមានជោគសំណាងប៉ុន្តែប្រសិនបើប្រឆាំងនឹងជោគសំណាងអ្នកខ្លាចទៅជាមនុស្សដែលមានមនោសញ្ចេតនាច្រើនជ្រុលចំពោះគុណវិបត្តិនៃចរិតលក្ខណៈការទទួលរងផលប៉ះពាល់នោះគឺពេលខ្លះអ្នកហាក់ដូចជាមានមនោសញ្ចេតនាច្រើនបាទនឹងមានប្រតិកម្មឆាប់រហ័សពេកដែលមិនអាចឲ្យអ្នកបែងចែករវាងមិត្តនិងស្នេហាបានត្រឹមត្រូវដូច្នេះគេអាចវាយតម្លៃថាអ្នកជាមនុស្សដែលចូលចិត្តធ្វើឲ្យមានមនោសញ្ចេតនាច្រើនជាងខ្លួនឯងចំណុចទី5អ្នកដែលកើតនៅខែកញ្ញានិងខែវិច្ឆិកាទំនាយជោគជាទ្រព្យអ្នកហ្មត់ចត់ក្នុងការងារដូច្នេះអ្នកជាមនុស្សចេះគិតគូរក្រុមគ្រួសារលើផ្នែកជោគជាទ្រព្យនិងផ្នែកនឹងពឹងផ្អែកទៅលើការប្រកបការងារបណ្ដើរបានទទួលនៅផលចំណូលបណ្ដើរទើបអត្រានៃភាពជោគជ័យមានកម្រិតខ្ពស់តាមពិតទៅឲ្យតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តពិតជាអាចទទួលបាននៅការតបស្នងក្នុងកម្រិតខ្ពស់ជាងជាមិនខានចំពោះរឿងប្រកាសអ្នកមានគំនិតនិងវិធីរបស់ខ្លួនឯងផ្ទាល់ព្រោះអ្នកមិនគិតតែប្រាក់មួយមុខនោះឡើយអ្នកស្អប់ខ្ពើមប្រភេទមនុស្សដែលនិយមចូលចិត្តតែសំពះបន់ស្រន់សូមឲ្យឆាប់មានឆាប់បានដោយមិនខំធ្វើការនិងរកស៊ីអ្វីនោះជោគជាទ្រព្យដែលផ្ដល់សំណាងដល់អ្នកជាមនុស្សដែលមានគំនិតប្រាជ្ញាឆ្លៀសវៃដោយប្រើទេពកោសល្យដើម្បីអនុវត្តបេសកសកម្មភាពជាក់ស្ដែងហើយក៏ជាបទពិសោធន៍ទុកសម្រាប់ជាមេរៀនដល់ជីវិតអ្នកថែមទៀតផងដូច្នេះជីវភាពរស់នៅបច្ចុប្បន្នរបស់អ្នកដែលចូលចិត្តស្ដាប់ការបកស្រាយពីទុក្ខសោករបស់មិត្តភក្តិនោះតែងតែជួយខ្នះខ្នែងរិះរកគ្រប់វិធីដើម្បីជួយដោះស្រាយរាល់បញ្ហាលំបាកគ្រប់បែបយ៉ាងហើយចំពោះគុណវិបត្តិនៃចរិតលក្ខណៈអ្នកជាមនុស្សដែលបានចំណាយពេលវេលានិងកម្លាំងកាយចិត្តច្រើនសម្រាប់ញាតិដទៃហើយបើខ្វះការប្រុងប្រយ័ត្នពិតជាអាចនៅឃ្លាតឆ្ងាយពីបងប្អូនញាតិមិត្តម្យ៉ាងទៀតអ្វីដែលធ្វើឲ្យអ្នកកាន់តែឈឺចុកចាំនោះគឺមានតែមនុស្សមួយចំនួនមិនត្រឹមតែមិនពេញចិត្តស្ដាប់ប៉ុណ្ណោះទេថែមទាំងដើរទៅនិយាយគ្រប់ច្រឡហត់ថាអ្នកចូលចិត្តឈឺឆ្អាលរឿងរបស់អ្នកដទៃថែមទៀតផងបាទចំណុចទី6ចំពោះអ្នកដែលកើតនៅខែតុលានិងខែធ្នូបាទទំនាយជោគជាទ្រព្យអ្នកជាមនុស្សខិតខំព្យាយាមរៀនសូត្រគឺជោគជាទ្រព្យក៏កើនឡើងទៅតាមវ័យដោយចេះសន្សំចាប់ពីតិចទៅច្រើនទ្រព្យធនទាំងអស់
នេះគឺមិនត្រឹមតែមានការបង្ហាញពីភាពជាក់ស្ដែងប៉ុណ្ណោះទេព្រមទាំងបានបង្ហាញយ៉ាងទូលំទូលាយដល់បណ្ដាទំនាក់ទំនងទៀតផងម្យ៉ាងទៀតរឿងប្រកាសដែលជាការខិតខំប្រឹងប្រែងរបស់អ្នកដែរប៉ុន្តែដោយសារតែអ្នកជាមនុស្សជោគចិត្តមានជីវភាពសប្បាយហ៊ឺហានោះទើបអ្នកខិតខំប្រឹងរៀនយកចំណេះដឹងខ្ពស់ដើម្បីបំពេញសេចក្តីត្រូវការអ្នកមានខួរក្បាលជាអ្នកជំនាញគឺស័ក្តិសមទៅនឹងអ្នកបើកក្រុមហ៊ុនដោយផ្ទាល់ខ្លួនឯងព្រោះទៅថ្ងៃខាងមុខប្រកាសជារកប្រាក់ចំណូលបានយ៉ាងច្រើនជាមិនខានជោគជ័យដែលផ្ដល់សំណាងអ្នកមានសន្តានចិត្តល្អតំណាងឲ្យភាពថ្លៃថ្នូរនិងនិយមជីវភាពសប្បាយហ៊ឺហាដូច្នេះអ្នកក៏ជាមនុស្សដែលមានប្រាជ្ញាឈ្លាសវៃមានចំណេះដឹងខ្ពស់និងចេះជួយយកអាសាទីទាល់ក្រដល់អ្នកដទៃទៀតផងគុណវិបត្តិនៃចរិតលក្ខណៈនៅពេលដែលប្រឈមនឹងការបរាជ័យម្ដងអ្នកតែងតែសង្ស័យថាមកពីខ្លួនឯងគ្មានសមត្ថភាពតាមពិតគឺជាការស្រមើស្រមៃតែប៉ុណ្ណោះដូច្នេះបើសម្លឹងចំគោលដៅហើយគឺត្រូវតែប្រញាប់ប្រញាល់អនុវត្តភ្លាមដាច់ខាតមិនត្រូវមានចិត្តស្ទាក់ស្ទើរឡើយបាទនេះគឺជាជោគជ័យទ្រព្យចំពោះអ្នកដែលកើតនៅខែទាំង12ដែលមានទាំងគុណវិបត្តិនិងចរិតលក្ខណៈហើយក៏ដូចជានៅទំនាយជោគជ័យទ្រព្យទាំងអស់បាទអូខេខ្ញុំមានតែប៉ុណ្្នឹងទេដែលជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីរឿងរ៉ាវអំពីជោគជ័យទ្រព្យចំពោះខែទាំង12នេះបាទនេះគឺជាការទស្សន៍ទាយមួយដែរអំពីជោគជ័យទ្រព្យចំពោះខែទាំង12ពុកម៉ែបងប្អូនបានជ្រាបអស់ហើយរាល់ខែកំណើតរបស់បងប្អូនដែលបានកើតនោះអូខេខ្ញុំមានតែប៉ុណ្្នឹងទេឥឡូវសូមបញ្ចប់ត្រឹមចុះសូមពុកម៉ែបងប្អូនរីករាយស្ដាប់ជាមួយខ្ញុំបាទនៅវីដេអូក្រោយៗបន្តទៀតដូច្នេះខ្ញុំសូមអរគុណសូមគោរពលា